ទស្សនិកជនដែល like ព័ត៌មានមួយទៀតគឺតាក់ទងទៅនឹងក្រុមហ៊ុនខ្មែរ Navi បាទខ្មែរ Navi គឺបានប្រារព្ធពិធីជួបជុំសហគ្រិនដែលបានធ្វើពាណិជ្ជកម្មចិនកាលពីពេលថ្មីកន្លងទៅនេះបាទហើយការប្រារព្ធជួបជុំសហគ្រិនដែលបានចូលរួមធ្វើពាណិជ្ជកម្មចិននៅកម្ពុជាជាលើកទី2កាលពីសតវត្សទីបាទសំទោសគឺកាលពីទសវត្សទី80និងទសវត្សទី90នៅក្នុងគោលបំណងដើម្បីធ្វើការចែករំលែកនៅបទពិសោធន៍និងចំណេះដឹងនៅក្នុងវិស័យរកស៊ីមុខជំនួញដែលប្រកបដោយជោគជ័យនាពេលកន្លងមកសូមបញ្ជាក់ផងដែរថាកម្មវិធីនេះមានសហគ្រិនវ័យក្មេងនិងពាណិជ្ជករកាលពីទសវត្សទី80និង90នៅកម្ពុជាជាលើកទី2ដែលបានមករស់នៅកម្ពុជាលើសពី200នាក់តែប៉ុណ្ណោះបាទអរគុណទស្សនិកជននៅវគ្គទី1បានឈានដល់ទីបញ្ចប់ហើយនៅវគ្គទី2ខ្ញុំបាទនឹងជម្រាបជូនអំពីព័ត៌មានសេដ្ឋកិច្ចអន្តរជាតិវិញម្ដងខណៈពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ